បានត្រីអត់មិនស្ទួយទេបាទជំរាបសួរបងប្អូនទាំងគ្នាហើយថ្ងៃនេះផងដែរខ្ញុំនឹងនាំបងប្អូនទៅទស្សនាភូមិមួយទៀតហើយដែលនៅក្នុងឃុំភ្នំលៀបស្រុកកណ្ដាលព្រះខេត្តបន្ទាយមានជ័យហើយនេះគឺជើងជីពីស្វាយទៅសៀមរាបបងប្អូននេះគឺភូមិរំដួលបងប្អូនភូមិរំដួលហើយនេះគឺស្ពាននេះស្ពានចេញពីភូមិព្រៃមន់ទៅទេហើយថ្នល់ជាតិនេះគឺថ្នល់ជាតិលេខ6ពីបន្ទាយមានជ័យឆ្ពោះទៅសៀមរាបវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនអំពីបងប្អូនដែលគាត់នៅឆ្ងាយដើម្បីគាត់ស្គាល់ភូមិដើម្បីគាត់អីចឹងណាកុំឲ្យគាត់វង្វេយរកភូមិនេះគឺភូមិនេះគឺរាប់តាមផ្លូវជាតិរហូតបងប្អូនគឺផ្លូវជាតិហើយអានេះគឺយើងមកពីខាងសៀមរាបវិញបងប្អូនគឺខាងសៀមរាបវិញបើយើងជិះឆ្ពោះពីខាងសៀមរាបទៅបន្ទាយមានជ័យវិញគឺភូមិហ្នឹងគឺនៅបដោយខាងរាប់ហ្នឹងហើយមុននឹងដល់ភូមិហ្នឹងគឺយើងដល់វត្តមួយវត្តនេះគឺហៅវត្តស្អីគេទេបងប្អូនខ្ញុំភ្លេចវត្តហ្នឹងដែរវត្តហ្នឹងគឺទាល់មុខនឹងអនុវិទ្យាល័យរំដួលបងប្អូនរំដួលហើយខ្ញុំថតវីដេអូនេះគឺក្នុងគោលបំណងអីទេបងប្អូនគឺចង់ឲ្យបងប្អូនដែលគាត់នៅឆ្ងាយដែលគាត់អត់ដែលស្គាល់ភូមិហ្នឹងឬក៏បងប្អូនដែលមានទីលំនៅភូមិហ្នឹងគាត់មិនដែលបានឃើញថាភូមិស្រុកហ្នឹងអភិវឌ្ឍទៅដល់ណាហើយបងប្អូនអាចមើលវីដេអូនេះបានបងប្អូននេះវត្តនេះគឺនៅក្នុងភូមិរំដួលហើយខ្ញុំបញ្ជាក់ម្ដងទៀតភូមិរំដួលនេះគឺភូមិរំដួលនៅស្ថិតនៅក្នុងឃុំព្រះខេត្តបន្ទាយមានជ័យបងប្អូននៅក្នុងខេត្តបន្ទាយមានជ័យហើយនេះគឺផ្លូវដែលខ្ញុំចុះតាមភូមិនីមួយតាមក្នុងភូមិរបស់គេមានផ្លូវដូចជាពីរបែបបងប្អូនគឺផ្លូវទី1គឺផ្លូវថ្នល់ជាតិហើយផ្លូវបន្តទៀតគឺផ្លូវតាមលំហើយផ្លូវលំហ្នឹងក៏ក្រោយភូមិក៏មានស្ទឹងមានអីចឹងដែរបងប្អូនដូចជាខ្ញុំថតពីវីដេអូដំបូងដែលបងប្អូនមើលវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនសម្រាប់ការទស្សនាអរគុណច្រើន